ជំរាបសួរអមពូមីងទាំងអស់គ្នានាងខ្ញុំឈ្មោះមេសម៉ាលីកាថ្ងៃនេះនាងខ្ញុំមកលើកការអាននៅក្នុងសៀវភៅថ្នាក់ទី4មានចំណងជើងថាការគោរពឪពុកម្ដាយឪពុកម្ដាយជាអ្នកមានគុណដ៏លើសលប់ចំពោះកូនគ្រប់រូបត្រូវមានអរិយាប័ត្រល្អប្រពៃចំពោះពួកគាត់ពេលឪពុកម្ដាយហៅកូនត្រូវឆ្លើយបាទឬចាសហើយមកចិត្តចាំស្ដាប់គាត់មានប្រសាសន៍ដោយយកចិត្តទុកដាក់និងដោយទឹកមុខញញឹមពេលឪពុកម្ដាយប្រើបន្តិចបន្តួចត្រូវរូតរះធ្វើដោយប្រញាប់មិនត្រូវរត់គេចឬធ្វើរឹកពីមិនពេញចិត្តនោះឡើយលើសពីនេះកូនមិនត្រូវមានចរិតរឹងរូសមិនស្ដាប់ដំបូន្មានឪពុកម្ដាយនោះទេកូនត្រូវជម្រាបលាឪពុកម្ដាយពេលចេញទៅសាលារៀននិងជម្រាបសួរគាត់ពេលត្រឡប់មកពីសាលារៀនវិញដោយពោលពាក្យថាពុកម៉ែឬប៉ាម៉ាក់កូនទៅសាលាហើយឬកូនមកពីសាលាវិញហើយបើចង់ទៅណាមកណាត្រូវជម្រាបគាត់ឲ្យបានសមរម្យថាយើងទៅណាទៅជាមួយអ្នកណាទៅធ្វើអ្វីពេលណាត្រឡប់មកវិញម្យ៉ាងទៀតកូនត្រូវជៀសវាងការនិយាយកុហកឪពុកម្ដាយប្រសិនបើកូនគ្រប់រូបប្រកាន់ភ្ជាប់នៅអាកប្បកិរិយាទាំងនេះសេចក្តីថ្លៃថ្នូរនឹងកើតមានដល់ខ្លួនអ្នកនិងគ្រួសារអ្នកលើសពីនេះអ្នកនឹងមានអនាគតល្អហើយគ្រួសារនឹងជួបតែសុភមង្គលមិនខានឡើយសូមអរគុណអមពូមីងទាំងអស់គ្នាដែលបានចូលរួមស្ដាប់វីដេអូខ្ញុំអានអត្ថបទមួយនេះសូមអរគុណនិងសូមជម្រាបលា